បើសួស្តីគ្នាយើងថ្ងៃនេះយើងបន្តជាមួយនឹងអត្ថបទមួយទៀតបាទគឺតកតទៅនឹងប្រទេសឡាវគឺបំណុលបាទឡាវហ្នឹងគឺការច្រើនជាង 100% នៃផសសឬក៏ GDP ទៅទៀតហើយអត្ថបទនេះគឺដកស្រង់ពីអត្ថបទចុះផ្សាយដោយ VOA ពីឆ្នាំ2024មកតិចព័ត៌មានចុងក្រោយដែលខ្ញុំបានតាមដានគឺបច្ចុប្បន្នគឺឡាវបានរំដោះនៅបំណុលបានមួយចំនួនហើយក៏ប៉ុន្តែយ៉ាងណាមិញវានៅតែច្រើនសម្រាប់ប្រទេសបាទមួយនេះបាទឥឡូវយើងមកមើលចំណងជើងអត្ថបទគឺបំណុលច្រើនសន្ធឹកសន្ធាប់ទៅឲ្យចិនបាទគឺជំរុញឲ្យមានអតិផរណាការឡើងខ្លាំងនៅឡាវបាទ Hefty debts to China stokes soaring inflations in Laos Hefty ហ្នឹងធ្ងន់ធ្ងរបាទគឺបំណុលធ្ងន់ធ្ងរទៅប្រទេសចិនគឺ stoke បាទ stoke ហ្នឹងគឺបង្កទៅជាណានាំឲ្យបាទ soaring inflation soaring អានេះវា increasing កើនឡើងបាទនាំឲ្យមានអតិផរណាកើនឡើងនៅក្នុងប្រទេសឡាវពាក្យ stoke មិញហ្នឹងបើសិនជាយើងប្រើជាមួយភ្លើងណាយើង stoke the coal stoke អីហ្នឹងយើងធ្វើឲ្យវាកាន់តែឆេះបន្ថែមទៀតអញ្ចឹងណាអញ្ចឹងបាននៅក្នុងនេះគេនិយាយពី stoke ហ្នឹងគឺជំរុញឲ្យមាន inflation នៅក្នុងឡាវហ្នឹងដោយសារអីដោយសារតែបំណុលហ្នឹងបាទ Bangkok Laos is straining and soaring inflation rate made worse by the stress of massive loan owed mostly to China for a series of mega projects that have yet to pay off បាទផ្សាយចេញពី Bangkok Laos is straining បាទគឺឡាវគឺរងសម្ពាធ under នៅខាងក្រោមបាទក៏ពីអតិផរណាកើនឡើងអត្រាអតិផរណាកើនឡើង made worse by the stress of massive loan នេះគឺក៏ដោយសារតែបំណុលបាទយ៉ាងធំមហិមាបាទធំមហាសាលហើយគឺបើថា inflation នេះមានរួចទៅហើយក៏ប៉ុន្តែគឺ made worse បាទគឺដោយសារតែបំណុលនឹងធ្វើឲ្យស្ថានភាពនៃអតិផរណានឹងកាន់តែអាក្រក់ឡើងបាទក៏ដោយសារតែសម្ពាធចេញពីបំណុលបាទកម្ចីយ៉ាងធំមហិមាបាទលោននឹងកម្ចី owed mostly to China for a series of mega projects ដែលជំពាក់ទៅប្រទេសចិនសម្រាប់ project ធំជាច្រើនដែលមិនទាន់បានសងអស់បាទ mega project ហ្នឹងគឺគម្រោងធំបាទអ្វីដែលយើងដឹងគឺតកតងទៅនឹងដូចជាការធ្វើរថភ្លើងតភ្ជាប់ពីចិនមកឡាវវាដើមវាជាគម្រោងធំមួយបាទ yet to pay off បាទ pay off មានន័យថា pay a debt in full ណាហើយយើងសងបំណុលទាំងអស់ណាបាទ I have paid off my debt to you ខ្ញុំបានសងលុយជំពាក់ហ្នឹងអស់ហើយ The tiny landlocked nations of nearly 8 million has already deferred some payments បាទប្រទេសដែលពុំមានជាប់សមុទ្រតូចមួយនេះដែលមានប្រជាជនប្រមាណ7.8លាននាក់គឺបានពន្យានៅការបង់ថ្លៃសងអស់មួយចំនួនមកហើយបាទ defer ហ្នឹងបានន័យថាយើង put off an action or an event to a later time ពាក្យមួយទៀតយើងប្រើពាក្យថា postpone defer ក៏បាន postpone ក៏បាន postpone some payment or defer some payment but economists and analysts say Beijing may start asking for a stake in Laotian land ប៉ុន្តែអ្នកសេដ្ឋកិច្ចក៏ដូចជាអ្នកវិភាគមួយចំនួនបានលើកឡើងថាក្រុងប៉េកាំងអាចនឹងធ្វើការស្នើសុំសម្រាប់ភាគហ៊ុននៅក្នុងទឹកដីប្រទេសឡាវ resources ធនធាន and infrastructures និងហេដ្ឋារចនាសម្ព័ន្ធ as compensation ដែល
យកជាការតបស្នងឬក៏ដែលជាការសងត្រឡប់ទៅវិញ which could expand China influence in the neighboring country ដែលនេះអាចនឹងធ្វើឲ្យជំរុញឲ្យបង្កើនឥទ្ធិពលចិននៅក្នុងប្រទេសជិតខាងមួយនេះបាទ neighboring country នេះគឺសំដៅទៅលើប្រទេសឡាវហ្នឹងហើយ rising prices Laos inflation rate jumped from the low single digits to 23% in 2022 and another 31% last year, the highest in all of Asia, according to the Asian Development Bank or ADB. The Regional Development Bank expects inflation to stay about 20% through 2025. But single digit ហ្នឹងបានន័យថាលេខពី0ទៅលេខ9បាទបាទអញ្ចឹងមកកន្លែងនេះបែរយើងបកតែម្ដងទៅ អត្រាអតិផរណារបស់ឡាវគឺបានកើនពីកម្រិតទាបបាទដែលមានតួលេខតែមួយបាទតួលេខតែមួយហ្នឹងគឺលេខ0លេខ1លេខ2លេខ3លេខ4រហូតដល់លេខ9ហ្នឹងបាទតែមួយបាទទៅ 23% ទៅឡើង2លេខណា so it like double digits ណាឥឡូវ double digit ណា single digit បាទបដូរពី single digit មក double digit ណាគឺ 23% ទៅ 23% នៅក្នុងឆ្នាំ2022នឹងកើនទៅដល់ 31% កាលពីឆ្នាំមុនបាទឆ្នាំមុនបាទគឺបើគិត2024ទៅបាទគឺឆ្នាំមុនមួយទៀតនេះគឺឆ្នាំ2023បាទ2023គឺកើនដល់ 31% The highest of all Asia ដែលខ្ពស់បាទបងអស់នៅក្នុងប្រទេសអាស៊ីបាទនៅតំបន់អាស៊ីនេះបើតាមធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank ឬ ADB The Regional Development Bank ធនាគារអភិវឌ្ឍន៍តំបន់បាទមួយនេះរំពឹងថាអត្រាអតិផរណានឹងស្ថិតនៅលើកម្រិតជាង 20% សម្រាប់ឆ្នាំ2025បាទ Food prices have climbed even higher nearly hitting 40% in 2023 តម្លៃនៃអាហារបាទម្ហូបអាហារគឺបានកើនឡើងកាន់តែខ្ពស់ឡើងដែលអត្រាអតិផរណានេះគឺកើនដល់ប្រមាណជាជិត 40% នៅក្នុងឆ្នាំ2023 The ADB say the prolonged climb has slammed most families in Laos, forcing many to eat less or even forage to make up for what they can no longer afford to buy in a country that already had the highest rates of hunger in mainland Southeast Asia. ធនាគារ ADB បានលើកឡើងថាបាទការបន្តកើនឡើងនៃអតិផរណាបាទការពន្យានៃការបង្កើនឡើងអតិផរណា prolong បាទកាន់តែយូរទៅទៀតនេះបាទបាននាំឲ្យslam កន្លែងនេះបាន hit very hard បាទឬក៏ប៉ះពាល់ខ្លាំងមែនទែនបាទប៉ះពាល់ខ្លាំងបាទគឺបានប៉ះពាល់ខ្លាំងទៅគ្រួសារភាគច្រើននៅក្នុងប្រទេសឡាវforcing many to eat less គឺបង្ខំឲ្យជាច្រើនគ្រួសារគឺព្យាយាមហូបតែជាងមុន even forage to make up for what they can no longer afford to buy បានន័យថាគឺ forage ហ្នឹងបានន័យថាយើងទៅរកម្ហូបខ្លួនឯងណាឧទាហរណ៍យើងធ្លាប់តែទិញផ្សិតបាទទិញអីមកពីផ្សារប៉ុន្តែដោយសារតែអតិផរណាថ្លៃពេកបង្ខំឲ្យប្រជាជនឡាវហ្នឹងទៅ forage បានន័យយើងដើររកផ្សិតខ្លួនឯងនៅក្រៅផ្ទះដាំដុះខ្លួនឯងឬក៏ចូលព្រៃអញ្ចឹងទៅហើយម្ហូបអាហារមួយចំនួនផ្សេងទៀតកន្លែងនេះគឺបានណាគាត់ព្យាយាមបាទរកក្រៅអំពីការទិញពីផ្សារពួកអត់មានលុយបាទលុយវាតិចពេកបាទ for what they can no longer afford to buy បាទគឺព្យាយាមស្វែងរកម្ហូបអាហារខ្លួនឯងបាទសម្រាប់មុខម្ហូបណាដែលគេអត់មានលទ្ធភាពទិញបាននៅក្នុងប្រទេសមួយបាទគឺក្នុងប្រទេសឡាវហ្នឹងបាទដែលបាទជាស្រេចទៅហើយហ្នឹងគឺប្រទេសនេះគឺជាប្រទេសដែលមាននៅអត្រាអត់ឃ្លានបាទខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ដីគោកបាទបើន័យថាឡាវនេះគាត់ជាប្រទេសដែល
មានអត្រានៃការអត់ឃ្លាននេះគឺខ្ពស់ស្រេចទៅហើយបាទក៏ប៉ុន្តែដោយសារបញ្ហាអតិផរណានេះបាទវាបាននាំឲ្យប្រជាជនហ្នឹងកាន់តែលំបាកទៅបាទញ៉ាំតិចជាងមុនហើយដើររកម្ហូបខ្លួនឯងអញ្ចឹងណាបាទ rising prices ដដែល the price of everything is just increasing more and more said a resident of Luang Prabang, Laos' ancient royal capital, who spoke to VOA on condition of anonymity for fear of reprisal from the communist country's authoritarian government. បាទមានប្រជាជនបាទប្រជាពលរដ្ឋឡាវម្នាក់បាទនៅលួងប្របាងបាទលោកបានឬក៏គាត់បាននិយាយថាតម្លៃនៃអ្វីគ្រប់យ៉ាង the price of everything តម្លៃនៃអ្វីគ្រប់យ៉ាងគឺចេះតែកើនថែមបាទ more and more បាទថែមរឹតតែថែមណាបាទនៅគឺសម្ដីរបស់ប្រជាពលរដ្ឋបាទនៅលួងប្របាងម្នាក់លោកបានលើកឡើងបាទដែលលួងប្របាងនេះគឺជាទីក្រុងបាទចំណាស់បុរាណបាទរបស់គ្រួសាររាជវង្សបាទប្រទេសឡាវបាទនេះបើតាមបាទដែល who spoke to VOA បាទដែលបានប្រាប់ VOA បាទនិយាយទៅ VOA នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាទ a condition of anonymity for fear of reprisal បាទគឺសូមនិយាយមិនបញ្ចេញឈ្មោះដោយសារតែភ័យខ្លាចការបាទសងសឹកឬក៏ការរោគរឿងបាទពីរដ្ឋាភិបាលកុម្មុយនីសផ្ដាច់ការបាទរបស់ឡាវបាទអានេះបាទគឺជាអ្វីដែល VA គាត់ describe ឡាវហ្នឹងគឺ communist country បាទប្រទេសកុម្មុយនីស authoritarian ផ្ដាច់ការបាទ He said the price of beef has more than doubled in the past year and that an average meal or a grilled fish from a street stall now costs up to 4 times what it used to be បាទលោកបានលើកឡើងថាតម្លៃនៃសាច់គោគឺបានកើនឡើងជាងគុណនឹង2បាទ double បាទគឺកើនជាងទ្វេដងបាទនៅក្នុងឆ្នាំមុនបាទឆ្នាំមុន in the past year បាទនៅឆ្នាំមុនបាទបើ past year មែនទេតែយើងអាចបកបានថាឆ្នាំមុនណាបាទតែនេះគឺឆ្នាំមុនទៅចុះបាទ in the past year and that an average meal ហើយតម្លៃនៃអាហារធម្មតាបាទអាហារមធ្យមបាទ average meal ឬក៏ grilled fish ឬក៏ត្រីអាំងដែលទិញពី street stall បាទ street stall ហ្នឹងដូចកន្លែងគេលក់ម្ហូបអាហារតាមចាមថ្នល់តាមអីគេមានតូបរើចុះឡើងហ្នឹង street stall ណាបាទបាទគឺបានន័យថាតម្លៃសាច់គោនោះកើនឡើងទ្វេដងបាទនៅឆ្នាំមុនហើយសូម្បីតែតម្លៃអាហារបាទដែលគេចាត់ទុកថាវាមានតម្លៃមធ្យមនោះឬក៏ដូចជា grill fish បាទឬក៏ត្រីអាំងបាទគឺដែលទិញពីបាទខាងតូបលក់តូចតាចតាមផ្លូវហ្នឹងគឺបានកើនឡើងប្រហែលជា4ដងពីអ្វីដែលវាធ្លាប់មានបាទ cost up to 4 times what it used to be បាទ people are suffering បាទប្រជាជនគឺមានការលំបាកកាន់តែខ្លាំងឡើងបាទមានការលំបាកបាទឬក៏ទទួលរងនៅការលំបាកបាទលោកបាននិយាយ Some people buy less than before because of things being more expensive. That is why many people now we try to grow things by ourselves. ប្រជាជនគឺរងទុក្ខលំបាកខ្លាំងលោកបានលើកឡើងហើយមានប្រជាជនខ្លះបាទគឺទិញតិចជាងមុនបាទ buy less than before ក៏ព្រោះតែ because of the thing ពីព្រោះតែរបស់បាទគឺកាន់តែថ្លៃឡើង
ដែលនេះហើយនាំឲ្យប្រជាជនឡាវបាទឬក៏ប្រជាជនណាឥឡូវនេះបាទគឺព្យាយាមដាំដុះបាទដោយខ្លួនឯងបាទ we try to grow things by ourselves. The Luang Prabang resident who works as a language instructor say he started a fruit and vegetable garden a year ago to help feed his own family and earn a little extra at the local market. ប្រជាពលរដ្ឋម្នាក់ដែលជាពលរដ្ឋនៅលួងប្របាងបាទដែលធ្វើការជាគ្រូបង្រៀនភាសាបាទបាននិយាយថាលោកបាទគឺបានចាប់ផ្ដើមបាទសួនដាំផ្លែឈើនិងបន្លែបាទនៅកាលពីឆ្នាំមុនដើម្បីជួយផ្គត់ផ្គង់បាទចិញ្ចឹមគ្រួសាររបស់លោកក៏ដូចជា earn a little extra បាទគឺដើម្បីបាទរកលុយបានបន្ថែមតិចតួចបាទនៅផ្សារនៅក្នុងមូលដ្ឋានបាទ local market អូខេបើសិនជាឧទាហរណ៍នេះណានៅក្នុងភូមិអ្នកនេះណានៅក្នុងភូមិកបាទមានផ្សារតូចមួយណាហ្នឹងបាទយើងលក់ទៅហ្នឹងអាហ្នឹងគេហៅថា local market ណាយ៉ាផ្សារនៅក្នុងតំបន់ឬក៏បាទផ្សារនៅក្បែរហ្នឹងយើងអាចនិយាយបែបហ្នឹងបានណាបាទទៅចំណុចមួយទៀតគឺ Shaky Kip បាទKip ហ្នឹងគឺលុយបាតសំដៅបាទលុយឡាវបាទលុយរូបិយបានឡាវបាទ currency បាទ Shaky Kip ហ្នឹងកង់និយាយកន្លែងនេះយើងនិយាយថាតម្លៃប្រាក់ Kip របស់ឡាវនេះគឺបាទញ័របាទឬក៏ឡើងចុះបែបហ្នឹងណាបាទ Analysts and economists ascribe the rampant inflation to several factors, including a rise in global oil prices and a sharp drop in the value of the local currency. The KIP, central banks in other countries have raised their interest rates, driving their own currencies up. Ascribe កន្លែងនេះបានន័យថា we regard something as being due to a cause បាទ ascribe ហ្នឹងមកថាហេតុផលគឺមកពីអញ្ចឹងបាទហេតុផលគឺមកពីបាទគឺអ្នកវិភាគនិងអ្នកសេដ្ឋកិច្ចបាទបានលើកហេតុផលក៏ដោយសារតែឥឡូវយើងអានម្ដងទៀត Analysts and economists ascribe the rampant inflation បាទបានលើកអ្នកវិភាគបាទក៏ដូចជាអ្នកសេដ្ឋកិច្ចបានលើកឡើងថាបាទអត្រាអតិផរណាដែលបាទអត្រានៃអតិផរណាដែលចេះតែរីករាលដាលបាទដល់ rampant យើងអាចនិយាយថាដូចជា political violence was rampant បានន័យថាការប្រព្រឹត្តអំពើហិង្សានៅក្នុងនយោបាយហ្នឹងគឺរីករាលដាលណាអញ្ចឹង rampant inflation បាទកន្លែងនេះថា inflation ដែលវាចេះតែកើនទៅបាទគឺកើតឡើងក៏ដោយសារតែមានកត្តាមួយចំនួនបាទដូចជា rise in global oil prices ការកើនឡើងនៃតម្លៃប្រេងបាទពិភពលោកបាទឬក៏តម្លៃប្រេងសកល and a sharp drop in the value of local currency និងការធ្លាក់ចុះនៃតម្លៃរបស់រូបិយប័ណ្ណក្នុងស្រុកបាទគឺប្រាក់គីប central bank in other country ស្របពេលដែលធនាគារកណ្ដាលនៃប្រទេសជាច្រើននៅក្នុងបាទធនាគារកណ្ដាលជាច្រើននៅក្នុងប្រទេសផ្សេងទៀតបានបង្កើនអត្រាការប្រាក់ have raised interest rate driving their currency up បាទគឺបានបង្កើនអត្រាការប្រាក់បាទដែលនាំឲ្យរូបិយប័ណ្ណរបស់គេឡើងថ្លៃបាទខ្ញុំសូមពន្យល់បន្តិចនៅកន្លែងនេះ ascribe បានន័យថាបាទគឺយើងនិយាយសួរស្ដាប់មកថាអ្នកវិភាគនិងអ្នកសេដ្ឋកិច្ចក៏និយាយថាបញ្ហា rampant inflation ការរីករាលដាលនៃអតិផរណានេះគឺបណ្ដាលមកពីបាទ ascribe បាទគឺបានលើកបាននិយាយថាបាទបាទអតិផរណាកើននេះក៏ដោយសារតែកត្តា
ដូចជាបាទការកើនឡើងនៃតម្លៃប្រេងនៅលើពិភពលោកទី2គឺតម្លៃប្រាក់គៀបនឹងចុះថោកបាទហើយតម្លៃប្រាក់គៀបចុះថោកយើងអាចលើកឡើងអំពីបញ្ហាប្រេងនឹងបញ្ហាបំណុលនឹងផងហើយក៏ដោយសារតែនៅប្រទេសផ្សេងទៀតគេព្យាយាមដំឡើងអត្រាការប្រាក់ធម្មតាកាលណាដំឡើងអត្រាការប្រាក់បានន័យថាជាវិធីសាស្ត្របាទដើម្បីឲ្យប្រាក់កាសរបស់គេឡើងថ្លៃបើន័យថាគេទប់ចរាចរណ៍ប្រាក់ហ្នឹងកុំឲ្យវាច្រើនពេកក្នុងទីផ្សារដែលជាធម្មតាគឺបង្កើននៅតម្លៃរបស់ប្រាក់បាទបរទេសអញ្ចឹងឡាវជាប្រទេសមួយដែលគេហៅថាមាននៅ foreign reserve ឬក៏លុយបរទេសហ្នឹងតិចបាទអញ្ចឹងនៅពេលដែលប្រទេសគេឡើងអត្រាការប្រាក់គឺវាក៏រុញប្រាក់គៀបបានហ្នឹងអាចចុះថោកដែរនេះគាត់ណាខ្ញុំនិយាយបែបយល់បាទបែបសារទេបាទបើសិនជាចង់ដឹងបន្ថែមដល់ហ្នឹងអាហ្នឹងតើតែស្រាប់អ្នកបច្ចេកទេសបាទនេះបើតាមការបកហ្នឹងគឺចង់មានន័យបែបហ្នឹងបាទ Sok Nilant Kela a senior economist at Indonesia's Economic Research Institute for Asian and East Asia Sok Kunila Kela អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចឥណ្ឌូនេស៊ីសម្រាប់អាស៊ាននិងអាស៊ីខាងកើត for Asian and East Asia mostly blame Laos failure to build up a healthy supply of foreign currency reserve over the years បាទអ្នកសេដ្ឋកិច្ចជាន់ខ្ពស់រូបនេះគឺបានពន្យល់បាទឬក៏បានចោទឬក៏បានបន្ទោសបាទទៅលើបញ្ហារបស់ប្រទេសឡាវនៅពេលនេះក៏ដោយសារតែ failure to build up បាទគឺកំហុសបាទឬក៏បាទគឺការបរាជ័យបាទអាចចុះបាទគឺការបរាជ័យដែលมันអាចកសាងនៅការផ្គត់ផ្គង់នៅរូបិយវត្ថុបរទេសបាទអស់រយៈពេលជាច្រើនឆ្នាំមកបាទកន្លែងនេះបានន័យថាម៉េចបានន័យថាគាត់បាទបន្ទោសថាមូលហេតុនៃការកើននៅ inflation ឬអតិផរណានេះក៏ដោយសារតែឡាននេះគឺរយៈពេលប្រហែលឆ្នាំកន្លងមកនេះគឺគាត់មិនបានព្យាយាមបង្កើននៅការផ្គត់ផ្គង់លុយបរទេសហ្នឹងនៅក្នុងស្រុកបាទច្រើនទេបាទដែលនេះក៏ជាហេតុនាំឲ្យមានអតិផរណាលោកលើកឡើងថា he said that has forced the government to now spend big on foreign currency to pay its bill with other currency driving the keep down and the price of imports up លោកបានលើកឡើងថាដោយសារតែការមិនមាននៅលុយបរទេសបាទច្រើននឹងហើយនាំឲ្យបាទគឺបង្ខំឲ្យរដ្ឋាភិបាលគឺឥឡូវនេះគឺចំណាយច្រើនខ្លាំងបាទ spend big បាទទៅលើបានឲ្យចំណាយច្រើនខ្លាំងក្នុងការទិញនៅរូបិយប័ណ្ណបរទេសបាទដើម្បីបាទធ្វើការបង់នៅការចំណាយបាទ to pay its bill ដែលជាទូទៅបាទគឺយើងប្រើជាលុយរបស់ប្រទេសផ្សេងទៀតអញ្ចឹងបានន័យថា process ណាវិធីសាស្ត្រគេគឺដើម្បីអាចទៅថណាដល់តែយើងចង់សងបំណុលទៅចិនអញ្ចឹងយើងអាចតែជាត្រូវបដូរជា currency មួយដែលចិនត្រូវការដែល currency នោះគឺមិនមែនជាបាទ currency របស់ឡាវទេអញ្ចឹងឡាវប្រើលុយគីបរបស់ឡាវហ្នឹងទៅទិញបាទនៅរូបិយប័ណ្ណបរទេសបាទរួចហើយបានយកអាលុយបរទេសហ្នឹងទៅសងបំណុលឧទាហរណ៍អញ្ចឹងដល់ពេលដែលបែបហ្នឹងហើយនាំឲ្យប្រាក់គៀបហ្នឹងគឺចុះថោកបាទហើយតម្លៃនៃការនាំចូលហ្នឹងក៏កាន់តែកើនឡើង and the price of imports up បាទនេះបើតាមបាទលោក
អ្នកសេដ្ឋកិច្ចនេះគឺបានលើកឡើងចឹង But he and others agree that the burden of servicing Laos mammoth public debt has made the problem worse ប៉ុន្តែលោកលើកឡើងប៉ុន្តែលោកហើយនឹងអ្នកផ្សេងទៀតមកក៏បានយល់ស្របគ្នាដែរថាបន្ទុកនៃការសងត្រឡប់បាទសងត្រឡប់នៅបំណុលសាធារណៈបាទដ៏ធំសម្បើមបាទរបស់ឡាវនេះគឺបានបង្កើតទៅជាបញ្ហាគឺបានបង្កើតបញ្ហាហ្នឹងកាន់តែអាក្រក់ឡើងបាទលោកបានបំពេញបន្ថែមហ្នឹងគឺគាត់ថាហើយនៅអ្នកផ្សេងទៀតហ្នឹងគឺបានយល់ស្របគ្នាថាដោយសារតែបន្ទុកនៃការចំណាយទៅលើការសងបំណុលបរទេសនេះនាំឲ្យបញ្ហា inflation គឺកាន់តែលំបាក់ទៅat $13.8 billion or 108% of the country's gross domestic product, the World Bank recently called out that unsustainable of the $10.5 billion Laos owe to other countries, half is due to China. នៅក្នុងបំណុលដែលមានតម្លៃ $13.8 billion ឬក៏ 108% នៃ GDP របស់ប្រទេសឡាវបាទគឺធនាគារពិភពលោកកាលពីពេលថ្មីនេះបានហៅប្រទេសឡាវថាហៅបំណុលរបស់ប្រទេសឡាវថាវាអត់មានចីរភាពទេឬក៏អត់មាននិរន្តរភាពទេបើគឺ unsustainable បាទ of the $10.5 billion owed to other countries, half is due to China. បាទគឺ of the $10.5 billion បាទគឺនៅក្នុងចំណោមបាទលុយបំណុល $10.5 billion បាទដែលឡាវបាទជំពាក់ទៅប្រទេសផ្សេងបាទពាក់កណ្ដាលគឺទៅប្រទេសចិនបាទ half is due to China. Much of that debt has gone to financing Laos shares of the bill for a few mega projects, some backed by China. ដែលបំណុលជាច្រើននោះបាទគឺកើតឡើងចេញពីការចំណាយបាទរបស់ឡាវបាទទៅក្នុង mega project បាទគឺគម្រោងធំបាទជាច្រើនដែលគម្រោងខ្លះហ្នឹងគឺគ្រប់គ្រងដោយប្រទេសចិនដែល including hydropower dams on the Mekong River ដែលរួមមានទំនប់វារីអគ្គិសនីនៅលើទន្លេមេគង្គ and a 6 billion high-speed rail line connecting China and Thailand through Laos និងការចំណាយទៅលើរថភ្លើងបាទលបឿនលឿនបាទគឺផ្លូវរថភ្លើងលបឿនលឿនបាទតម្លៃ$6 billion ដែលភ្ជាប់ប្រទេសចិនជាមួយនឹងប្រទេសថៃតាមរយៈប្រទេសឡាវបាទគ្នាយើងមកមុតហ្នឹងបាទបកទៅលើបន្តិចបាទមកមុតហ្នឹងមិនថារបស់ដែលវាធំបាទ something very large of its kind បាទបើយើងឃើញតម្រៃធំប៉ុន្តែស្រាប់តែឃើញតម្រៃមួយធំខ្លាំងជាងគេទៅទៀតអាហ្នឹងគេហៅថា mammoth តែ mammoth កន្លែងនេះគឺតម្លៃនៃបំណុលនេះគឺវាធំខ្លាំងមែនទែនបាទធំជាង GDP របស់ឡាវទៅទៀតបាទយើងអាចប្រើពាក្យហ្នឹងបានអូខេយើងបន្តទៅទៀត Because of the Chinese debt, yes, that put pressures on the foreign exchange, Kela said. ក៏ដោយសារតែបំណុលទៅចិនបាទហើយតែនេះគឺបានបង្កើតទៅជាសម្ពាធសម្រាប់ការប្ដូរលុយបរទេសបាទ foreign exchange នេះបើតាម Kela បាទបាននិយាយThey had to do everything to try to buy foreign currencies in the market, and that put pressures for the Lao kip to be weaker, thus making inflation going up. បាទគេត្រូវធ្វើអ្វីគ្រប់យ៉ាងដើម្បីទិញនៅរូបិយប័ណ្ណបរទេសនៅក្នុងទីផ្សារដែលនេះបាន
ជំរុញឲ្យមានបាទគឺបានធ្វើឲ្យមានសម្ពាធបាទដាក់សម្ពាធបាទដាក់ឬក៏ដាក់ជាទម្ងន់បាទទៅលើលុយគៀបរបស់ឡាវកាន់តែទន់ខ្សោយបាទ put pressure for the Lao kip to be weaker, right? Thus making inflation going up. ដែលនេះបានជំរុញឲ្យអត្រាអតិផរណាក៏កាន់តែកើនឡើងខ្លាំងបាទ The kip lost half of its value against the US dollar in 2022 លុយគីបឡាវគឺបានបាត់បង់តម្លៃបាទពាក់កណ្ដាលរបស់ខ្លួនបើធៀបទៅនឹងលុយដុល្លារនៅក្នុងឆ្នាំ2022ហើយ another fifth during the first 3 quarter of this year according to the World Bank គាត់បាត់តម្លៃពាក់កណ្ដាលនៅក្នុងឆ្នាំ2022បាទទៅធៀបទៅនឹងប្រាក់ដុល្លារអាមេរិកប៉ុន្តែបាត់បង់ប្រមាណជាភាគ5បាទ another fifth during the first 3 quarter នៅក្នុងរយៈពេល3ឆមាសត្រីមាសបាទគឺត្រីមាសបាទ quarter semester ឆមាសបាទគឺបើណារយៈពេល3ត្រីមាសហ្នឹងគឺធ្វើឲ្យប្រាក់គីបឡាហ្នឹងកាន់តែបាត់បង់តម្លៃបាទបន្ថែមទៅទៀតWen Chongqia, a research analyst for the Economist Intelligence Unit, saying having to pay back so much debt has also been driving the gift down by making it less attractive for investors to buy trade a whole. Wen Chongqia បាទអ្នកស្រាវជ្រាវវិភាគបាទនៅស្ថាប័នបាទស៊ើបអង្កេតបាទគឺអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ចបាទ Economist Intelligence Unit បាទបានលើកឡើងថាការតម្រូវឲ្យបង់ថ្លៃសម្រាប់បំណុលបាទឬក៏ការសងបំណុលនេះគឺបានរុញឲ្យប្រាក់គីបបាទធ្លាក់ចុះហើយនាំឲ្យវាคล้ายទៅជាបាទរូបិយប័ណ្ណដែល less attractive ដែលមិនសូវទាក់ទាញចំណាប់អារម្មណ៍សម្រាប់អ្នកវិនិយោគដើម្បីទិញដើម្បីជួញដូរឬក៏ដើម្បីទុកបាទដើម្បីឬក៏ hold បាទរក្សាទុក This plays into investor sentiment if you expect a country to default if you expect the gift to worsen you would less likely want to hold keep This makes the allure of holding it less, he said. ដែលនេះគឺចូលមកដល់អារម្មណ៍របស់អ្នកវិនិយោគបើសិនជាយើងរំពឹងថាប្រទេសមួយនឹងអាចคล้ายទៅជាប្រទេសដែលអសមត្ថភាពនៅក្នុងការសងបំណុលបាទ default បាទ If you expect the gift to worsen បើសិនជាយើងរំពឹងថាប្រាក់គីបនឹងកាន់តែអាក្រក់ទៅ you would less likely អ្នកនឹងមិនមានចំណាប់អារម្មណ៍ឬក៏មិនអាចនឹងបាទចង់រក្សាបាទទុកប្រាក់គីបនោះទេ This make the allure of holding keep less allure បាទដែលនេះនាំឲ្យចំណាប់អារម្មណ៍បាទឬក៏អានឹងអាចស្តីងទៅនឹងពាក្យattractive ដែរបាទគឺធ្វើឲ្យចំណាប់អារម្មណ៍ទៅលើការរក្សាទុកលុយជាគីបនេះគឺវាកាន់តែតិចទៅបាទ Lao watchers see little to no chance of China standing by to let the country default នេះតាមដានបាទទៅលើប្រទេសឡាវបាទឬក៏អ្នកសង្កេតបាទអ្នកតាមដានគឺអាចថាសំដៅទៅអ្នកវិភាគហ្នឹងហើយបាទអ្នកតាមដានសេដ្ឋកិច្ចឡាវហ្នឹងគឺមើលឃើញថាវាមានឱកាសតិចណាស់ដែលចិននឹងឈោមើលដោយទុកឲ្យប្រទេសឡាវហ្នឹងក្លាយទៅជាប្រទេសដែល default បាទគឺក្លាយទៅជាប្រទេសដែលអសមត្ថភាពសងបំណុលបាទបើនិយាយថាបើទោះបីជាឡាវហ្នឹងសានពិសេសគេបាទប៉ុន្តែចិនគឺនឹងមិនអោបដៃឈោមើលទេគឺមិនព្រមឲ្យ
ប្រទេសឡាវហ្នឹងคล้ายទៅជាប្រទេសដែល default ទេបាទគឺអត់ស្មើភាពសមអំណុលទេបាទ useful advocate បាទការគ្រប់គ្រងដ៏មានប្រយោជន៍ Chia say Laos has been a useful advocate of China's interests this year as chair of the associations of Southeast Asian nations or ASEAN, playing down talk of the code of conduct for the South China Sea. ជាបានលើកឡើងថាប្រទេសឡាវបានក្លាយទៅជាប្រទេសដែលមានការគ្រប់គ្រងដ៏មានប្រយោជន៍មួយសម្រាប់ប្រយោជន៍របស់ចិនបាទនៅក្នុងឆ្នាំនេះមកគឺឆ្នាំ2024ដែលឡាវធ្វើជាប្រធានអាស៊ានបាទប្រធានបណ្ដាប្រទេសសមាគមប្រទេសអាស៊ីអាគ្នេយ៍បាទ playing down បាទដែលបាទ playing down talk of ដែលបានបាទលើកពីបញ្ហាបាទទៅលើក្រមនៃ code of conduct បែបបានន័យថាគឺប្រទេសឡាវគឺនិយាយតិចណាស់ឬក៏មិនលើកយកបញ្ហាសមុទ្រចេះត្បូងយកមកនិយាយប្រហែលទេបាទតែសារតែឡាវគឺជាប្រទេសមួយដែលមានសម្ពាធពីបំណុលជាមួយនឹងចិនបាទបាទ code of conduct វិញហ្នឹងយើងអាចបកថាក្រមនៃការប្រតិបត្តិណាក៏បានដែរបាទអានេះវាត្រូវជាងបាទគឺបញ្ហាទៅលើចិត្តអ្នកដំបូងវាត្រូវបានបាទលើកឡើងតិចណាស់បាទនៅពេលដែលឡាវបានធ្វើជាប្រធានអាស៊ានបាទ ASEAN has been in talks with Beijing for years over a binding code for the sea where China has overlapping claims with several members ជាដំបូងយើងនិយាយពី binding សិន binding មានន័យថាបាទជាក្របឬច្បាប់ណា binding គឺដល់ថាយើងបើជជែកគ្នារួមគ្នាបាទ10នាក់បើសិនជាការសម្រេចមួយបាទកិច្ចព្រមព្រៀងមួយវា binding បានថាម្នាក់ហ្នឹងយល់ព្រមគ្រប់គ្នាហើយត្រូវធ្វើតាមអ្វីដែលជាកិច្ចព្រមព្រៀងហ្នឹងគេថា binding ប៉ុន្តែបើសិនជាវាអត់អញ្ចឹងទេផ្ទុយគឺ non binding បាទអាស៊ានបានស្ថិតនៅក្នុងដំណាក់កាលនៃការចរចាជាមួយនឹងទីក្រុងប៉េកាំងអស់ជាពេលច្រើនឆ្នាំមកហើយទៅលើក្រមនៃកិច្ចព្រមព្រៀងបាទខ្ញុំបកអញ្ចឹងចុះប៉ុន្តែអាចយល់បានណាបាទ binding code សម្រាប់សមុទ្របាទ for the sea which China has overlapping claim ដែលប្រទេសចិនមានការទាមទារដែល overlap គ្នាមានន័យវាត្រួតស៊ីគ្នាបាទដែលប្រទេសចិនហ្នឹងមានការបាទ claim បាទទាមទារបាទគឺត្រួតស៊ីគ្នាជាមួយនឹងប្រទេសអាស៊ានមួយចំនួនបាទ landlocked Laos does not any claim in the South China Sea ប៉ុន្តែប្រទេសគ្មានព្រំដែនសមុទ្របាទឬក៏ប្រទេស landlocked បាទឡាវនេះគឺពុំមានclaim បាទគឺមានការទាមទារអីទៅក្នុងបញ្ហាទៅសមុទ្រចិនត្បូងនឹងគេនោះទេបាទ Analysts say China is widely seen to be dragging its feet, preferring instead to deal with the competing countries one-on-one to make the most of its overwhelming size. បាទនេះវិភាគបាននិយាយថាប្រទេសចិនAnalysts say China is widely seen to be dragging its feet បាទអ្នកវិភាគបានលើកឡើងថាចិននេះគឺមើលទៅបាទជាទូទៅគឺតំណងថាធ្វើការងារនឹងឲ្យ slow បាទធ្វើការងារនឹងឲ្យយឺតបាទ dragging its feet បាទគឺបើយើងដើរយឺតអត់ចង់ទៅមុខដើរគេហៅភាសាខ្មែរយើងហៅថាដើរត្រែនត្រនណាបាទឬក៏បើនិយាយពីបញ្ហាហ្នឹងគឺបាទការងារតាក់ទងនឹងសមុទ្រចិនត្បូងហ្នឹងគឺនៅត្រែនត្រនបាទគឺ dragging its feet preferring instead បាទដែលចង់អ្វីដែលចិនចង់បានជំនួសវិញហ្នឹងគឺ to deal with the competing country គឺដើម្បីចរចាជាមួយនឹងប្រទេសដែលមាន claim overlap គ្នាហ្នឹងបាទគឺ one on one បាទមួយទៅមួយវិញបាទបើថាចិនហ្នឹងគាត់
ចង់ដោះស្រាយបញ្ហាសម្លុតចិនត្បូងជាមួយនឹងប្រទេសអាស៊ានហ្នឹងគឺមួយទល់មួយបាទជាជាងការព្យាយាមជជែកនៅក្នុងក្របខ័ណ្ឌអាស៊ានបាទ to make most of its overwhelming size ដើម្បីប្រើប្រាស់ឲ្យអស់ឥទ្ធិពលនៅទំហំបាទនៃប្រទេសចិនបាទបរិយាថាចិនគាត់ដោយសារតែប្រទេសគាត់មានសេដ្ឋកិច្ចខ្លាំងមានយោធាខ្លាំងបើជជែកមួយទល់មួយជាមួយនឹងប្រទេសបាទផ្សេងទៀតនៅអាស៊ានមួយណាគឺគាត់មានអំណាចជាងគាត់មានសម្ដីធ្ងន់ជាងទឹកមាត់ប្រៃជាងបាទគាត់មើលទៅចិនហើយនឹងប្រទេសផ្សេងហ្នឹងគ្មានអ្នកណាសេដ្ឋកិច្ចឬក៏អំណាចអីធំជាងចិនទេអញ្ចឹងគាត់សុខចិត្តជជែកមួយទល់មួយវិញបាទជាជាងការជជែកក្នុងក្របខ័ណ្ឌអាស៊ានបាទព្រោះអាស៊ានធំហើយបើសិនជាមួយគឺតូចបាទ Laos provides China a voice in South Asia said Chia ប្រទេសឡាវបានផ្ដល់នូវសម្លេងមួយសម្រាប់ប្រទេសចិនបាទនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះបើតាមជាបានលើកឡើង It is in China best interest to not let Laos default ហើយវាក៏ស្ថិតនៅក្នុងប្រយោជន៍របស់ចិនដែរដែលតែចិនមិនអនុញ្ញាតឲ្យប្រទេសឡាវក្លាយទៅជាប្រទេសដែលមិនមានលទ្ធភាពសងបំណុលបាទ not let Laos default because if Laos default it is likely to seek aid from western country ប្រសិនបើប្រទេសឡាវគឺជាប្រទេសដែលពុំអាចសងបំណុលពិតមែនភាគរយច្រើនឬក៏ it's likely ឬក៏យ៉ាងជាបញ្ហាដែលទំនងភាគច្រើនបាទគឺថាប្រទេសឡាវបើសិនជា default មែនគាត់នឹងត្រូវរកជំនួយពីប្រទេសលោកខាងលិចឬក៏ multilateral organization ឬក៏អង្គការពហុភាគីបាទអង្គការពហុភាគីហ្នឹងគឺអាចយើងដែលលើពី World Bank IMF ហើយហ្នឹងបាទគឺជាអង្គការពហុភាគីបាទបើសិនដូចនៅប្រទេសស្រីលង្កាអញ្ចឹងនៅពេលដែលគាត់មានបញ្ហាសេដ្ឋកិច្ចបាទគឺគាត់ឲ្យ IMF ហ្នឹងគាត់ចូលទៅជួយបោះបំណុលជួយគ្រប់និយាយទៅគឺគ្រប់គ្រងសឹងប្រទេសទៅមូលណាផ្នែកសេដ្ឋកិច្ចកាត់បន្ថយចំណាយរដ្ឋអីចឹងទៅដែលនេះគឺធ្វើឲ្យអំណាចរបស់ចិនហ្នឹងទៅលើឡាវហ្នឹងគឺខ្សោយជាងមុនបើសិនជាឡាវខ្លាយទៅជាប្រទេស default ហើយគឺគាត់អាចខ្ចីគាត់នឹងទំនងអាចខ្ចីលុយឬក៏ទទួលជំនួយហ្នឹងពីប្រទេសលោកខាងលិចវិញឬក៏អាចនឹងទទួលយកលុយឬក៏ទទួលការគ្រប់គ្រងពីបណ្ដាអង្គការពហុភាគីណាដែលនេះបាទ this would diminish China influence ដែលនេះអាចនឹងធ្វើឲ្យឥទ្ធិពលចិនហ្នឹងគឺរួមតូចបាទឬក៏ថយចុះបាទ diminish បាទ this would diminish China's influence debt swaps បាទការបាទផ្លាស់ប្ដូរបំណុលបាទ He said China was likely to keep deferring some of the debt but added that more so-called debt for equity swaps where China trades a part of the debt for a stake in some equity such as land or mineral rights were another distinct possibility លោកបានលើកឡើងថាប្រទេសចិនអាចនឹងបន្តអនុញ្ញាតឲ្យឡាវនឹងធ្វើការពន្យាពេលសងបំណុលប៉ុន្តែបន្ថែមពីនោះគឺមានមួយទៀតគឺចិនគឺចង់បានហ្នឹងគឺ debt for equity swap បែរថាបដូរពីបំណុលមកជាភាគហ៊ុនវិញបាទនេះថា equity ហ្នឹងបានតែភាគហ៊ុនបាទថាក្រុមហ៊ុនមួយអញ្ចឹងគាត់មាន equity មិនអញ្ចឹងឯងភាគហ៊ុនហ្នឹងបាទឬក៏ stock ហ្នឹងអញ្ចឹងបានន័យថាខ្ញុំបញ្យល់មុនឆ្លើយរឿងដោយសារតែឧទាហរណ៍ជាពាក់លុយចិន$1000 លានអញ្ចឹងបាទអានេះឧទាហរណ៍បាទចិនគាត់ចង់បាននៅភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់ឡាវវិញបាទក្រុមហ៊ុនរដ្ឋជាដើមដូចជាគីសានីអញ្ចឹងជាជាងឲ្យការសងបំណុលបាទណាគាត់បាទនេះគឺការថា debt for equity swap ហ្នឹងបាទ with China trades a part of the debt ដែលប្រទេសចិនគឺ
ជួញដូរអឺផ្នែកខ្លះនៃបំណុល for a stake in some equity សម្រាប់ជាភាគនៅក្នុងអឺនៅក្នុងភាគហ៊ុន equity បាទ such as land or mineral right ប៉ុន្តែកន្លែងនេះ equity កន្លែងនេះគឺភាគដែលគេនិយាយនេះគឺវាមិនមែនភាគហ៊ុនរបស់ក្រុមហ៊ុនហ្មងទេប៉ុន្តែ equity នៅក្នុងជាទ្រព្យដូចជាដីឬក៏ជាសិទ្ធិសម្រាប់ផ្នែកអាជីវកម្មរ៉ែអញ្ចឹងទៅ were another distinct possibility ដែលវាគឺជាលទ្ធភាពបាទដែលអាចទៅរួចមួយផ្សេងទៀតបាទ In 2021, Laos gave China a majority stake in a joint venture between the Chinese state-owned power company and its own. នៅក្នុងឆ្នាំ2021ប្រទេសឡាវបានឲ្យភាគហ៊ុនភាគច្រើននៅក្នុងការវិនិយោគរួមគ្នារវាងក្រុមហ៊ុនរបស់រដ្ឋចិនបាទ Chinese state-owned company បាទក្រុមហ៊ុនរដ្ឋចិនគឺក្រុមហ៊ុនធម្មពលរដ្ឋចិនបាទនិង and its own បាទនិងរបស់ឡាវបាទគេថាកាលពីឆ្នាំ2021ឡាវគឺបានផ្ដល់ឲ្យនៅភាគហ៊ុនបាទសម្រាប់ការវិនិយោគរួមគ្នាជាមួយនឹងក្រុមហ៊ុនចិនហើយនឹងក្រុមហ៊ុនឡាវបាទ heavily leverage electric to Laos នៅក្នុងដែលនេះគឺដែលនោះដែលឆ្នាំ2021នេះគឺការធ្វើបែបហ្នឹងគឺស្ថិតនៅក្នុងក្រុមហ៊ុនអគ្គិសនីឡាវបាទដែលមានឈ្មោះថា Electricity du Laos បាទ The deal effectively handed Beijing control over the country power grids including electricity export to neighbors ដែលការធ្វើការងារបាទ deal ការចរចានេះគឺបាទបានផ្ដល់បាទនៅលទ្ធភាពជាពិសេសបាទសម្រាប់ទីក្រុងប៉េកាំងដើម្បីគ្រប់គ្រងបាទ power grid របស់ប្រទេសឡាវ power grid បានន័យថាវាជាបណ្ដាញគេអគ្គិសនីអញ្ចឹងណាគឺឲ្យចិនគឺគ្រប់គ្រងបណ្ដាញអគ្គិសនីរបស់ឡាវទូទាំងប្រទេសបាទដែលរួមបញ្ចូលការលក់ចេញនៅឬក៏ការនាំចេញនៅអគ្គិសនីទៅបណ្ដាប្រទេសជិតខាងផ្សេងៗទៀតបាទដែលជិតខាងផ្សេងទៀតហ្នឹងគឺមានទៅកម្ពុជាទៅថៃជាដើមហ្នឹងបាទគឺដែលឡាវហ្នឹងគឺលក់បាទអគ្គិសនីមកឲ្យអញ្ចឹងណាបាទ I think this form of restructuring they are not straightforward debt for equity swap are likely to grow but it depends what crown jewel China wants for its wider strategic aim, said Pon Suwanasing, assistant professor of global studies at Bentley University in the United States. I don't think it will be hard for them to get their way. ខ្ញុំគិតថាការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះគឺមិនមែនជាការដោះដូររវាងបំណុលទៅនឹងភាគហ៊ុនចំនោះទេare likely to grow ដែលទំនងជាមានការកើនឡើង but it depends ប៉ុន្តែវាអាស្រ័យទៅលើ crown jewel តើអ្វីគឺជាមកុដដែលប្រទេសចិនចង់បានសម្រាប់ប្រយោជន៍ជាយុទ្ធសាស្ត្រឬក៏សម្រាប់ជាគោលបំណងយុទ្ធសាស្ត្ររបស់ខ្លួននេះបើតាមប៉ុនស៊ូវណ្ណសិង្ហបាទសាស្ត្រាចារ្យជំនួយការសាស្ត្រាចារ្យជំនួយបាទផ្នែកសិក្សាអន្តរជាតិសិក្សាសកលបាទនៅសាកលវិទ្យាល័យ Bentley នៅសហរដ្ឋអាមេរិក I don't think it will be hard for them to get their way ខ្ញុំគិតថាវាមិនពិបាកទេសម្រាប់ពួកគេដើម្បីធ្វើតាមអីដែលគេចង់បានគាត់គាត់និយាយពីចិនណាបាទគឺបើចិនចង់បានអីនេះវាដូចជាមិនពិបាកទេ I don't think it will be hard for them to get their way Although the terms of China's loan to Laos are opaque, they do include some land and natural resources as collateral. According to aid data,
a research unit based at the William and Mary University in the US state of Virginia, Kela said Laos mineral mine would be likely option for future swap or restructuring of the sort of a range for electricity to Laos. អូខេ បើទោះបីជាពាក្យដែលប្រើអឺអឺបាទ others the term of China's loan to Laos of OPEC បើទោះបីជាពាក្យឬក៏ពាក្យវាក្យស័ព្ទដែលប្រើសម្រាប់កម្ចីរបស់ចិនទៅប្រទេសឡាវហ្នឹងវារៀងវារៀងវារៀងស្អាប់ឬក៏វារៀងមិនច្បាស់លាស់ក៏ប៉ុន្តែវាមាន they do include some land ដែលក្នុងនោះក៏មានការរួមបញ្ចូលតាក់ទងនឹងដីខ្លះហើយនឹង natural resources និងធនធានធម្មជាតិខ្លះសម្រាប់ជា collateral គឺទ្រព្យបញ្ចាំបាទនេះបើតាមរបាយការណ៍របស់ Aid Data គឺជា research unit បានថាអង្គភាពស្រាវជ្រាវមួយស្ថិតនៅឯ William and Mary សាកលវិទ្យាល័យមួយនៅក្នុងសហរដ្ឋអាមេរិកបាទរដ្ឋ Virginia នេះបើតាម Kela បានលើកឡើង Kela said Laos Kela said Laos minerals mine would be a likely option Kela បានលើកឡើងថាការបាទរករករ៉ែបាទរបស់ឡាវគឺអាចคล้ายទៅជាជំរើសមួយសម្រាប់ការដោះដូរនាពេលអនាគតឬក៏ការរៀបចំឡើងវិញបាទដែលស្តៀងទៅនឹងអ្វីដែលបានរៀបចំសម្រាប់អង្គភាព Electricity ដោយឡាវសម្រាប់ស្ថាប័នអគ្គិសនីឡាវបាទបើន័យថាគាត់ចង់និយាយនេះថាទោះបីជាអ្វីដែលជាការប្រើប្រាស់ពាក្យស័ព្ទណានៅក្នុងការកម្ចីរបស់ចិនមកឡាវនេះវានៅមិនច្បាស់លាស់ប៉ុន្តែវាមានកិច្ចសន្យាដែលប្រើប្រាស់ដីឬក៏ប្រើប្រាស់ធនធានធម្មជាតិហ្នឹងជាទ្រព្យបញ្ចាំអញ្ចឹងហើយការរករ៉ែហ្នឹងអាចជា option មួយបន្ថែមទៀតបើសិនជាមានការដោះដូរបន្ថែមទៀតដែលវាស្តៀងទៅនឹងអ្វីដែលបានរៀបចំឡើងជាមួយនឹង Electricity ដោយឡាវរំលឹកថា Electricity ដោយឡាវនេះគឺចិនគាត់គ្រប់គ្រងភាគហ៊ុនភាគច្រើនបាទដើម្បីដោះបំណុលហ្នឹងអញ្ចឹងការជួយដូររ៉ែអាចសំដៅការរករ៉ែហ្នឹងអាចជារឿងបន្ទាប់នេះបើតាមគេឡាបាននិយាយណាបាទ Sawana Singh said that raises serious questions about how much China might add to its already considerable leverage over the country if its stake in key assets keep growing. So Sawana Singh បានលើកឡើងថាបាទ says that raise serious question បានលើកឡើងអំពីសំណួរធ្ងន់ធ្ងរបាទថាតើប្រទេសចិនអាចនឹងមានអំណាចប្រព័ន្ធណាបាទបើសិនជាបើដែលបំពេញបន្ថែម to its already considerable leverage បាទតើបើសិនជាបើយើងអានឲ្យចប់សិនបាទបើសិនកន្លែងនេះណា Swan Singh said that raise serious questions about how much China might add to its already considerable leverage over the country if its stake in assets keep growing គាត់បើជាខ្លីគាត់ស្វណ្ណសេនហ្នឹងគាត់និយាយថាតើប្រទេសចិនអាចនឹងមានអំណាចខ្លាំងប៉ុណ្ណាទៀតបើឥឡូវហ្នឹងចិនមានអំណាចទៅលើឡាវប៉ុណ្ណឹងហើយចុះបើសិនជា key assets keep growing ចុះបើសិនជាប្រទេសចិនកាន់តែបានយកធនធានរ៉ែឬក៏បង្កើននៅភាគហ៊ុននៅក្នុងក្រុមហ៊ុនឡាវបន្តទៀតហ្នឹងតើចិនហ្នឹងអាចនឹងមានអំណាចប៉ុណ្ណាបាទគាត់ចង់និយាយកន្លែងហ្នឹងគឺអញ្ចឹងបាទ question about how much and add បាទ to its already considerable leverage
អូខេឥឡូវបកផ្ទាល់ក៏បាក់ដែរឥឡូវសង្ខេបចឹងមកចុះបាទ outside country like the US should wonder to what extent the de facto suzerainty will influence Laos economic and political relations with other countries, and to what extent it will start harmonizing its foreign currency, its foreign policies with China on key issues that China wants backing on, she said. ប្រទេសក្រៅដូចជាប្រទេសបាទសហរដ្ឋអាមេរិកគួរតែឆ្ងល់ថាអឺតើ de facto suzerainty បាទថាតើវាប្រព័ន្ធណាទៀត what extent extent ហ្នឹងទៅខ្ញុំបើកន្លែងនេះខ្ញុំអាចថានិយាយទំហំបាទឬក៏អំណាចប្រព័ន្ធណាទៀតដែល de facto suzerainty will influence Laos economic and political relation ខ្ញុំ pass មិញអញ្ចឹងមិនដឹងថាដល់ណាមែនទេឥឡូវខ្ញុំបកអាពីបន្ទាត់ចុងក្រោយអូខេឥឡូវយើងបកពាក្យខ្ញុំបាន highlight ណា de facto suzerainty កន្លែងហ្នឹងខ្ញុំបកសកែបណាឬបបាក់បកបន្តិចបាទអ្នកគាត់លើកឡើងគាត់ថាអញ្ចឹងគាត់ថា suzerainty មានន័យនៅលើចិនហ្នឹងគឺចិនហ្នឹងជា suzerainty មានន័យថាប្រទេសមួយដែលមានអំណាចគាត់មានឥទ្ធិពលទៅលើប្រទេសមួយដែលគ្មានអំណាចផ្សេងទៀតអញ្ចឹងគាត់អាច dominate ទៅលើគោលនយោបាយក្នុងស្រុករបស់ប្រទេសមួយទៀតក៏ជាគោលនយោបាយការបរទេសរបស់ប្រទេសមួយទៀតដែរកន្លែងនេះគឺគេនិយាយថាចិនហ្នឹងជា suzerainty de facto បាទ in practice បាទ in practice ជា official អត់ទេបាទចិនគឺមិនមែនជាអ្នកគ្រប់គ្រងឡាវទេឡាវជាប្រទេសឯករាជ្យក៏ប៉ុន្តែគេនិយាយថាវាជា suzerainty អានេះថាគាត់ជាអ្នកមានឥទ្ធិពលបាទខ្លាំងធំសម្បើមនៅក្នុងការអនុវត្តជាក់ស្ដែងទៅលើឡាវទាំងសេដ្ឋកិច្ចទាំងនយោបាយអញ្ចឹងឡាវមានតែព្យាយាមសម្របខ្លួនរបស់ខ្លួនហ្នឹងទៅតាមគោលនយោបាយការបរទេសរបស់ឡាវទៅលើបញ្ហាដែលឡាវដែលចិនហ្នឹងគាត់ចង់ឲ្យឡាវគ្រប់គ្រងយើងអាចនឹកឃើញហើយដល់បញ្ហាដែលចិនឲ្យគ្រប់គ្រងគាត់ហ្នឹងអាចគ្រប់គ្រងប្រកួតប្រជែងជាមួយអាមេរិកណាគ្រប់គ្រងតៃវ៉ាន់អត់ឲ្យបាទគោលជំហររបស់ចិនទៅលើតៃវ៉ាន់បញ្ហាសមុទ្រចិនត្បូងអីចឹងណាបាទ the risk is there បាទហើយភ័យនៅហ្នឹងនេះបើតាមលោកជាបាននិយាយបាទ the electricity company is a very clear example that has happened លោកថាឧទាហរណ៍ជាក់ស្ដែងច្បាស់លាស់ហ្មងគឺរឿងចិនចូលគ្រប់គ្រងក្រុមហ៊ុនអគ្គិសនីរបស់ឡាវហ្នឹងហ្មងបាទគឺគាត់យកភាគហ៊ុនភាគច្រើនមក majority stake ហ្នឹងនៅក្នុងក្រុមហ៊ុនអគ្គិសនីឡាវហ្នឹងអញ្ចឹងវាគឺជា example មួយដែលវាច្បាស់ការហ្មងតែវាបានកើតឡើងមែនបាទអញ្ចឹងមើលថាអីដែលគេចង់និយាយសង្ខេបចុងក្រោយហ្នឹងខ្ញុំជាស្រ័យខ្ញុំបកមិនត្រូវហ្មងទេបាទមិនតាមពាក្យហ្មងទេតែសង្ខេបយល់ទៅបាទគឺសវណ្ណសេងពីដើមហ្នឹងគាត់និយាយថាតើចិននឹងអាចមានអំណាចប៉ុណ្ណាទៀតទៅលើប្រទេសឡាវបើសិនជា asset របស់គេនឹងកាន់តែកើនបាទនៅក្នុងក្រុមហ៊ុនឡាវឱកាសនៅក្នុងការទាញយកទិន្នផលរ៉ែពីឡាវគ្រប់គ្រងដីធ្លីនៅឡាវអីចឹងទៅអំណាចនឹងកើនប៉ុណ្ណាទៀតអញ្ចឹងបន្តទៀតគេនិយាយថាអាមេរិកនឹងប្រទេសក្រៅហ្នឹងគឺគួរតែឆ្ងល់ដែរថាចិនហ្នឹងធ្វើអីទៀតចំពោះឥទ្ធិពលរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចហ្នឹងនយោបាយរបស់ឡាវអញ្ចឹងទៅបាទអញ្ចឹងសកម្មភាពនេះយល់ប៉ុណ្ណឹងហើយអធិស្ឋានផងវាអត្ថបទហ្នឹងវាវែងខ្លាំងហើយការបកប្រែវាបកអត់ទៅយល់ណាបាទបើសិនជាអបច្ចេកទេសហ្មងអានេះយើងអង្គុយបកមួយបាទតែមិនអីទេសកម្មភាពយល់វែងមកពេញមកបាទអញ្ចឹងអរគុណច្រើនគ្នាយើងហើយកម្មថាយើងខ្ញុំនៅមានវីដេអូបន្តទៀតហើយជួយណែនាំគ្នាយើងផ្សេងទៀតផងដែលគាត់ចាប់អារម្មណ៍ការបកប្រែឯកសារអាចជួយ subscribe នៅក្នុង channel របស់យើងផងដើម្បីឲ្យវាចាប់ទៅមុខបន្តទៅទៀតអញ្ចឹងណាអូខេហើយបើសិនជាមានអត្ថបទអីបន្តទៀតឬក៏មាន comment មានចម្ងល់អី
comment នៅខាងក្រោមរបស់វីដេអូរបស់យើងបាទអរគុណច្រើនអ្នកទាំងនេះជូនពរបាទសុខសប្បាយអរគុណ